សូមគោរពជំរាបសួរបងប្អូនបាទស្វាគមន៍មកកាន់តម្រុយឆ្នោតយួនរបស់តាកងវិលបាទគឺតម្រុយថ្ងៃទី11បាទខែកុម្ភៈឆ្នាំ2026បាទតម្រុយយើងថ្ងៃនេះដែរបាទគឺយើងឲ្យដូចសពមួយដងបាទគឺយើងឲ្យតម្រុយលេខតូចបាទ2គ្រាប់ហើយនិងលេខធំ2គ្រាប់ដូចគ្នាបាទសម្រាប់លេខតូច2គ្រាប់គឺយើងធ្វើការបង្វិល2កងបាទចំណែកឯលេខធំ2គ្រាប់វិញបាទគឺយើងធ្វើការបង្វិលរហូតដល់ទៅ6កងបាទករណីដែលបង្វិលលេខធំប៉ះលេខ10នោះយើងឲ្យលទ្ធផលនៃការបង្វិលកងយើងបាទគឺមានលេខ0បាទយើងនឹងមានលេខរងមកគ្រាប់ផងដែរបាទនេះជាលក្ខខណ្ឌទូទៅបាទមុននឹងធ្វើការបង្វិលកងបាទរាល់លេខរងគឺកើតចេញពីការបង្វិលប៉ះលេខ10បងប្អូនយើងបាទកុំឲ្យបងប្អូនយើងបាទទន្ទឹមរង់ចាំយូរបាទឥឡូវយើងធ្វើការបង្វិលលេខតូចគ្រាប់ទី1តែម្ដងបាទតូចគ្រាប់ទី35បាទគឺលេខ35យើងធ្វើការបង្វិលបន្តបាទទៅកាន់លេខតូចបាទគ្រាប់ចុងក្រោយបាទចាប់ផ្ដើមបង្វិលបាទលេខតូចគ្រាប់ចុងក្រោយគឺលេខ16បាទដូច្នេះទាំងពីរគ្រាប់បាទ35បាទនិង16បាទ35បងប្អូនជួយធ្វើការចាក់ផ្ទុយផងបាទគឺ53បាទចំណែក16កម្លេចចាក់ផ្ទុយវិញគឺ61បាទសម្រាប់តម្រុយក្បាលអូសបាទអាចអូសក្បាល10បាទនិងក្បាល30បានបាទបងប្អូនយើងអាចរើសយកទៅចាក់បានតាមម៉ោងតាមប៉ុស្តិ៍បាទដែលបងប្អូនយើងឆ្លាញ់ពេញចិត្តបានបាទមានតាំងពីម៉ោងបាទ10កន្លះព្រឹកបាទរហូតដល់ម៉ោង8កន្លះយប់ផងដែរបាទលេខតូចយើងក៏មានតែប៉ុណ្ណឹងឥឡូវយើងធ្វើការបង្វិលលេខធំវិញម្ដងបាទកងទី1ចាប់ផ្ដើមបង្វិលបាទកងទី1គឺលេខ5បាទគឺលេខ5យើងធ្វើការបង្វិលបន្តបាទទៅកាន់កងទី2បាទជាបន្តទៀតបាទកងទី2គឺលេខ8បាទគឺលេខ8ហើយលេខយើងបន្តបាទទៅកាន់កងចុងក្រោយបាទសម្រាប់លេខធំគ្រាប់ទី1បាទចាប់ផ្ដើមបង្វិលបាទកងចុងក្រោយគឺលេខ7បាទដូច្នេះលេខធំគ្រាប់ទី1គឺ587បាទ587បាទយើងធ្វើការបង្វិលបន្តទៅកាន់កងទី1បាទសម្រាប់លេខធំគ្រាប់ទី2បាទជាបន្តបាទកងទី1គឺលេខ4បាទគឺលេខ4យើងធ្វើការបង្វិលបន្តទៅកាន់កងទី2បាទជាបន្តទៀតបាទកងទី2គឺមានលេខ8បាទគឺលេខ8ឥឡូវយើងបន្តបាទទៅកាន់កងចុងក្រោយបាទសម្រាប់លេខធំគ្រាប់ទី2បាទក៏ដូចជាកងចុងក្រោយសម្រាប់តម្រុយថ្ងៃទី11នេះផងដែរបាទកងចុងក្រោយរបស់យើងគឺលេខ8ដូចគ្នាបាទដូច្នេះលេខធំគ្រាប់ទី2គឺ488បាទ488បាទ587បងប្អូនយើងក៏លេខធ្វើការចាក់គុណផងបាទសម្រាប់តម្រុយឆ្នោតយួនរបស់តាកងវិលបាទថ្ងៃទី11បាទក៏មានតែប៉ុណ្ណឹងបាទចំពោះលទ្ធផលយើងបាទពីថ្ងៃទី10បងប្អូនបាទយើងអត់បានចូលទេបាទយើងបានតែគៀកហើយនឹងបាទចូលអូសបាទនៅប៉ុស្តិ៍មួយចំនួនបាទសូមខន្តីអធិស្ឋានផងបើសិនជាការឲ្យតម្រុយខ្ញុំបាទមិនចំគោលដៅរបស់បងប្អូនបាទឬក៏មិនចំម៉ោងចំប៉ុស្តិ៍ដែលបងប្អូនបាទយុទ្ធចាក់បាទសូមបាទអធិស្ឋានទុកមុនផងដោយបានជម្រាបជូនឲ្យបងប្អូនការឲ្យតម្រុយខ្ញុំបាទគឺឲ្យតាមរយៈការបង្វិលកងបាទយើងបង្វិលប៉ះលេខអីយើងយកបាទលេខនោះធ្វើជាតម្រុយបាទមិនមែនចេះតែឲ្យតែប្រេះប្រាស់ទេបងប្អូនយើងបាទពីខ្ញុំបាទក៏មានតែប៉ុណ្ណឹងបាទមុននឹងគោរពជម្រាបលាបងប្អូនយើងបាទទីចុងក្រោយសូមគោរពជូនពរបងប្អូនយើង
សូមមកជួបតែបាទសេចក្តីសុខបាទសុភមង្គលបាទគ្រប់ក្រុមគ្រួសារបាទជាពិសេសបើសិនជាធ្វើដំណើរទៅណាមកណាទីជិតទីឆ្ងាយបាទសូមឲ្យមានសុខសុវត្ថិភាពគ្រប់គ្នាបាទពីតាកងវលសូមអរគុណសូមគោរពជំរាបលាបាទហៃទាំងអស់គ្នា